ខ្ញុំបាទសូមគោរពជម្រាបសួរប្រិយមិត្តជាទីមេត្រីថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីកំភ្លើងធំចល័តស្វ័យប្រវត្តិ SH1 ដែលបានមកដល់កម្ពុជានៅក្នុងឆ្នាំ2022សម្រាប់កំភ្លើងធំស្វ័យប្រវត្តិនេះយើងល្បីថាវាមានសមត្ថភាពខ្ពស់នៅក្នុងការប្រយុទ្ធសម្រាប់កំភ្លើងធំស្វ័យប្រវត្តិនេះវាមានតួនាទីសំខាន់នៅក្នុងការបាញ់ផ្លោងទៅកាន់ទីតាំងខ្មាំងតែត្រូវបានកំណត់ដោយមេបញ្ជាការនៅជួរមុខសម្រាប់ប្រភេទកំភ្លើងធំស្វ័យប្រវត្តិ SH1 មានសមត្ថភាពខ្ពស់នៅក្នុងការបាញ់ចំគោលដៅដើម្បីប្រតិបត្តិការកំភ្លើងធំនេះត្រូវប្រើប្រាស់យុទ្ធជន6នាក់នៅក្នុងការបញ្ជាការបាញ់ SH1 ត្រូវបានផលិតដោយប្រទេសចិនដោយក្រុមហ៊ុនផលិតអាវុធដ៏ល្បីរបស់ចិនគឺ Norinco កំភ្លើងធំចល័តនេះមានទម្ងន់22តោនប្រវែងកំណង 9.12 ម៉ែត្រទទឹង 3.15 ម៉ែត្រនិងកម្ពស់ 3.28 ម៉ែត្រម៉ាស៊ីនរបស់វាមានកម្លាំង330សេសដែលមានល្បឿន90គីឡូម៉ែត្រក្នុង1ម៉ោងដែលអាចចល័តបានចម្ងាយ600គីឡូម៉ែត្រសម្រាប់សភាពវុធវាអាចធ្វើការបញ្ចាក់សម្រាប់សភាពវុធរបស់វាអាចធ្វើការបាញ់ផ្ទាល់ឬក៏ប្រយោលផងដែរដែលមានសមត្ថភាពនៅក្នុងការបាញ់ចំគោលដៅដែលបានកំណត់ចេញពីរថយន្តបញ្ជាបាញ់ SH1 កំភ្លើងធំរបស់វាមានទំហំ155មីលីម៉ែត្រប្រភេទ M185 មានគ្រាប់52គ្រាប់ដែលអាចបាញ់បានចម្ងាយរហូតដល់53គីឡូម៉ែត្រតាមរយៈការបង្ហាញរបស់ Military Today វាអាចបាញ់បាន4គ្រាប់នៅក្នុងរយៈពេល3នាទីសម្រាប់កំភ្លើងធំចល័តនេះក៏អាចធ្វើការបាញ់រ៉ុកែតប្រឆាំងនឹងរថក្រោះប្រភេទ GP1 ដែលជារ៉ុកែតប្រឆាំងនឹងរថក្រោះរថពាដែកដែលកំពុងធ្វើចលនាព្រមទាំងអាចបាញ់កំទេចកំភ្លើងធំស្ថានីយ៍ជំរំបៀននិងទីតាំងយោធាផ្សេងៗដែលរ៉ុកែតនេះដឹកនាំដោយប្រព័ន្ធកំណត់ដោយឡាស៊ែរដែលវាអាចធ្វើការបាញ់ច្បាស់លាស់ទៅកាន់គោលដៅដែលបានកំណត់ហើយរ៉ុកែតមួយនេះអាចបាញ់កំទេចសត្រូវនៅចម្ងាយ20គីឡូម៉ែត្រ SH1 ក៏បានបំពាក់ដោយកំភ្លើងយន្តការពារខ្លួន 12.7 មីលីម៉ែត្រមួយដើមផងដែរប្រទេសដែលកំពុងប្រើប្រាស់ដូចជាភូមានិងកម្ពុជាបាទខ្ញុំសូមអរគុណសម្រាប់ការតាមដានសូមជម្រាបលា